ឲ្យថ្លើមរបស់យើងនេះបានបំលែងខ្លាញ់សេរីនេះឲ្យទៅជា triglycerid បាទ triglycerid គឺជាជាក់ថាបងប្អូនធ្លាប់ឮហើយ triglycerid គឺជាខ្លាញ់មួយដែលត្រូវបានបំលែងរួចជាស្រេចហើយយកទៅបង្កើតនៅ cholesterol ដើម្បីប្រើប្រាស់បន្តទៀតអញ្ចឹងបើសិនជានៅក្នុងការបញ្ចេញថ្លើមបញ្ចេញ triglycerid នឹងវាលើសកម្រិតពេកច្រើនពេកហើយនៅក្នុងនោះក៏វាបង្កើតនៅ cholesterol នោះក៏ត្រូវការយកមកបំលែងលាយជាមួយនឹង protein ចឹងបើសិនជាបរិមាណនៃ protein ទាបជាង triglycerid លទ្ធផលនៃការបំលែងបង្កើតទៅជា cholesterol អាក្រក់ដែលគេហៅថា cholesterol LDL ហើយបាទអញ្ចឹង cholesterol អាក្រក់នេះវានឹងបង្កឲ្យមានការកកស្ទះខ្លាញ់នៅក្នុងសរសៃឈាមហើយក៏បង្កឲ្យមានសម្ពាធឈាមកើតឡើងដែលយើងហៅថាលើសឈាមនឹងឯងបាទមិនមែនឈាមលើសទេគឺសម្ពាធឈាមយើងគឺលើសបាទលើសលបឿនហ្នឹងបាទអញ្ចឹងខ្លាញ់ដែលនៅកកស្ទះនៅក្នុងសរសៃឈាមនេះសូមជម្រាបជូនបងប្អូនបើសិនជាគ្មានវិធីនៅក្នុងការសម្អាតឬក៏ដោះស្រាយវាចេញឲ្យអស់ចេញពីការកកស្ទះទេខ្លាញ់នោះនឹងនៅជ្រៀតចូលទៅក្នុងសន្ទប់សរសៃឈាមផ្កាឈូកមួយទៀតនោះក្រោមសន្ទប់ផ្កាឈូកនៃសរសៃឈាមហើយវានឹងធ្វើការលូតលាស់ជាបន្តបន្ទាប់បើកាលណាវាលូតលាស់នៅពេលណាមួយនោះបើសិនជាយើងមិនបានដោះស្រាយវាទាន់ពេលវានឹងលូតលាស់រហូតដល់វានឹងរហូតដល់ផ្ទុះបែកនៅសរសៃឈាមខាងក្នុងណាវានឹងធ្វើឲ្យខ្លាញ់នឹងត្រូវបានស្ទះឈាមមិនឲ្យឈាមរត់រួចទៅមុខបានអញ្ចឹងអានេះគឺប៉ះពាល់ទៅដល់ចលនាបេះដូងខ្លាំងណាស់បើសិនជាខ្លាញ់ផ្ទុះទៅក្នុងបំពង់សរសៃឈាមនេះអញ្ចឹងនេះជាហេតុផលមួយដែលពាក់ព័ន្ធទៅជាមួយនឹងសរសៃឈាមបេះដូង